การนึกដល់សេចក្តីស្លាប់រឿយមិនមែននាំមកនៅភាពអពមង្គលទេមិនមែននាំមកនៅភាពចង្រៃទេមិនមែននាំមកនៅការដាក់រាសីទេប៉ុន្តែផ្ទុយទៅវិញអ្នកដែលបានពិចារណាទៅដល់សេចក្តីស្លាប់រឿយគឺជាមនុស្សដែលបានធ្វើទីពឹងសម្រាប់ខ្លួនឯងណាញោមអាត្មាឧទាហរណ៍ឲ្យងាយយល់ប្រសិនបើញោមដឹងថាឆ្នាំក្រោយឬក៏2ឆ្នាំក្រោយ3ឆ្នាំក្រោយញោមត្រូវបដូរទីកន្លែងទៅរស់នៅភូមិឋានស្រុកផ្សេងម្លេះពីពេលនេះតទៅញោមនឹងត្រៀមខ្លួនដើម្បីអីសន្សំប្រាក់លក់ដូរទ្រព្យសម្បត្តិដែលមានតម្លៃរហូតដល់ពេលវេលាថាខ្លួនត្រូវបដូរផ្ទះបដូរស្រុកបដូរភូមិបដូរខេត្តហើយខ្លួនឯងមានអីញោមមានដើមទុនសម្រាប់ទៅចាប់ផ្ដើមទីកន្លែងថ្មីមែនទេញោមណែអាហ្នឹងយើងរស់នៅយើងទៅហើយអាចមានឱកាសមកវិញយើងត្រៀមខ្លួនចឹងបានដូច្នេះទន្ទឹមគ្នានឹងនេះការនឹកឃើញដល់សេចក្តីស្លាប់ហ្នឹងគឺយើងបានលះបង់នៅទ្រព្យសម្បត្តិដែលយើងបានបដូរអាយុជីវិតទៅពេញមួយថ្ងៃពេញមួយអាទិត្យពេញមួយខែពេញមួយឆ្នាំបដូរបានមកជាលុយជាកាក់ជាទ្រព្យសម្បត្តិផ្សេងហ្នឹងយើងត្រូវធ្វើបុណ្យទៅវិញការធ្វើបុណ្យនេះហាក់បីដូចជាការសន្សំនៅទ្រព្យមរតកសម្រាប់ខ្លួនឯងទៅក្នុងជាតិមុខក៏ដូចនោះដែរឃើញទេញោមអត់ខុសគ្នាទេណាអញ្ចឹងដល់យើងនៅរស់នេះយើងសន្សំទានសន្សំសិលសន្សំភាវនាយើងធ្វើសេចក្តីល្អពោលគឺធ្វើបុណ្យកុសលបានច្រើនអត់ភ័យតក់ស្លុតក្នុងការស្លាប់ទេពីព្រោះសត្វលោកស្លាប់ទៅហើយនឹងកើតទៅវិញទៅតាមកម្មផលរបស់ខ្លួនដែលបានធ្វើហ្នឹងជាអ្នកចាត់ចែងណែញោមដូច្នេះនៅក្នុងពេលរស់នៅនេះជីវិតមិនទៀងទាត់ទេញាតិញោមពុទ្ធបរិស័ទទាំងឡាយនៅក្នុងពេលនេះអាត្មាភាពលើកអំពីធម៌តនសម័យធម៌តនសម័យឲ្យញាតិញោមស្ដាប់ធម៌តនសម័យហ្នឹងមិនមែនជាធម៌ចាស់កំរិលទេមានន័យថាជាធម៌តនសម័យកាលញោមរស់នៅក្នុងពេលបច្ចុប្បន្នគឺឆ្នាំ2026ធម៌ហ្នឹងក៏រស់នៅក្នុងបច្ចុប្បន្នភាពគឺ2026ដែរហើយធម៌អីហ្នឹងញោមដឹងទេដឹងធម៌តនសម័យហ្នឹងធម៌អីទេគឺកើតចាស់ឈឺស្លាប់ណាញោមពាក្យថាតនសម័យនេះមានន័យថាត្រូវគ្រប់សម័យកាលកាលពី2570ឆ្នាំមុនគឺជាជំនាន់ដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់គង់ធរមាននៅឡើយក៏មានមនុស្សកើតមានមនុស្សឈឺមានមនុស្សស្លាប់ដែរឃើញទេញោមរហូត2570ឆ្នាំក្រោយមកដល់ថ្ងៃនេះពេលនេះវេលានេះក៏នៅតែមានមនុស្សកើតមនុស្សចាស់មនុស្សឈឺមនុស្សស្លាប់ដែរនេះហើយដែលហៅថាធម៌តនសម័យអញ្ចឹងមានន័យថានៅក្នុងសម័យកាលណាក៏មានមនុស្សចាស់មនុស្សកើតមនុស្សឈឺមនុស្សស្លាប់នឹងដែរឃើញទេញោមធម៌តនសម័យមិនមែនជាធម៌សម័យបុរាណទេអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាសត្វលោកកើតមកហើយស្ថិតនៅក្នុងធម៌3យ៉ាងគឺលក្ខណៈប្រែប្រួលលក្ខណៈធម៌ញោមហៅថានិច្ចលក្ខណៈធម៌មានអនិច្ចំមានទុក្ខំមានអនត្តាអនិច្ចំប្រែថាមិនទៀងព្រះអង្គសម្ដែងថាធម៌ឯណាដែលមានឈ្មោះថាអនិច្ចតាណាមិនមែនជាធម៌សម្រាប់អ្នកស្រុកតែមួយទេមិនមែនជាធម៌សម្រាប់អ្នកនិគមតែមួយទេឬនឹងថាជាធម៌សម្រាប់ត្រកូលតែមួយក៏មិនមែនទេអនិច្ចតាធម៌នេះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអស់គ្រប់រូបទុក្ខតាធម៌សភាពជាទុក្ខក៏ដូចគ្នាមិនមែនសម្រាប់តែអ្នកស្រុកតែមួយទេមិនមែនសម្រាប់អ្នកនិគមតែមួយទេឬមិនមែនសម្រាប់ត្រកូលតែមួយទេ
តុកតាធម៌នេះជាធម៌សម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអស់គ្រប់រូបឃើញទេញោមអនត្តតាប្រែថាមិនមែនជារបស់ខ្លួនហ្នឹងក៏មិនសម្រាប់ត្រកូលតែមួយមិនសម្រាប់អ្នកនិគមតែមួយគឺសម្រាប់មនុស្សសត្វព្រមទាំងទេវតាមាព្រំទាំងអស់គ្រប់រូបដូចគ្នាចឹងគ្រប់ចំណន់គ្រប់ពេលគ្រប់សម័យកាលរហូតមកដល់ឥឡូវនេះមនុស្សយើងទាំងអស់គ្នាទាំងអ្នកមើលទាំងមន្ត្រីទាំងស្ដេចទាំងរះទាំងអ្នកក្រទាំងអ្នកមានទាំងបណ្ឌិតទាំងខ្លៅទាំងពីលសុទ្ធតែស្ថិតនៅក្នុងធម៌ទាំង3នេះដូច្នេះញាតិញោមពុទ្ធបរិស័ទទាំងឡាយអាត្មាភាពនឹងលើកយកនៅអំពីធម៌5យ៉ាងដែលប្រែប្រួលមិនទៀងទាត់មិនអាចកំណត់បានព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថានៅពេលដែលយើងកើតបានកំណើតរស់រានមានជីវិតនេះហើយតែងតែស្ថិតនៅក្នុងធម៌5យ៉ាងញោមធម៌5យ៉ាងដែលឲ្យឈ្មោះថាអនិមិត្តកធម៌ធម៌មិនអាចកំណត់បានអត់មាននរណាទៅកំណត់បានទេហើយញោមមើលចាំមើលស្ដាប់ញោមស្ដាប់ហើយញោមគិតញោមពិចារណាថាយើងរស់នៅពេលបច្ចុប្បន្នហ្នឹងវាត្រូវជាមួយធម៌ហ្នឹងអត់មិនបានលោកថាធម៌តនសម័យពីព្រោះវាត្រូវនៅជាមួយយើងពេលបច្ចុប្បន្នហ្នឹងតាំងពីជំនាន់ព្រះដល់អាត្មាថាអញ្ចឹងវាត្រូវតាំងពីព្រះអង្គមិនតាន់ត្រាស់ដឹងរហូតដល់ព្រះអង្គត្រាស់ដឹង2570ឆ្នាំមុនក៏នៅធម៌ហ្នឹង2026ពេលបច្ចុប្បន្ននេះក៏យើងរស់នៅក្នុងធម៌ហ្នឹងដូចគ្នាអនិមិត្តកធម៌ទាំង5នោះទី1គឺជីវិតទី2គឺព្យាធិទី3គឺកាលទី4គឺកន្លែងស្លាប់ទី5គឺកន្លែងកើតតើនេះញោមតើនេះ5យ៉ាងហ្នឹងតើនេះទី1គឺជីវិតទី2គឺព្យាធិហ្នឹងគឺជំងឺណាការឈឺថ្កាត់ទី3គឺកាលទី4កន្លែងស្លាប់ទី5កន្លែងកើតអាត្មានឹងពន្យល់មួយឲ្យញោមបានយល់ជីវិតប្រែថាការរស់នៅប៉ុន្តែការរស់នៅនេះអត់ទៀងទេដល់ព្រះអង្គសម្ដែងថាអនិមិត្តកធម៌ទី1គឺជីវិតមិនទៀងពីព្រោះញោមរស់នៅសុកណាជាសុកស្រាប់តែឈឺឃើញទេណាតិចសុកស្រាប់តែក្តៅដូចមេឃចឹងឃើញទេមេឃក្តៅសុកស្រាប់តែសតុំស្រាប់តែសអាប់ស្រាប់តែភ្លៀងសួរថាយើងអាចកំណត់វាបានទេហាមឃាត់វាបានទេអត់បានទេអញ្ចឹងជីវិតការរស់នៅនេះគឺប្រកក្តីធម្មតាញោមជីវិតរស់នៅមិនទៀងប៉ុន្តែព្រះអង្គសម្ដែងថាសេចក្តីស្លាប់គឺទៀងអញ្ចឹងបានព្រះអង្គសម្ដែងថាអធុវង្សមេជីវតាំងធុវង្សមេមរណੰជីវិតមិនទៀងតែសេចក្តីស្លាប់គឺទៀងយើងរស់នៅមិនដឹងឈឺមិនដឹងជាមិនដឹងក្តៅមិនដឹងត្រជាក់មិនដឹងមានមិនដឹងក្រមិនដឹងគេស្រឡាញ់មិនដឹងគេស្អប់មិនដឹងថាពេលណាទេឃើញអត់ទៀងអីវាប្រែប្រួលអញ្ចឹងប៉ុន្តែទោះបីរស់នៅសំណុកក៏ដោយរស់នៅស្រួលក៏ដោយរស់នៅពិបាកក៏ដោយរស់នៅក្នុងសេរីភាពក៏ដោយរស់នៅក្នុងគំនាបក៏ដោយរស់នៅក្នុងគុកក៏ដោយសុទ្ធតែមានសេចក្តីស្លាប់មកដល់នៅចុងបំផុតឃើញសេចក្តីស្លាប់ទៀងហ្នឹងញោមអញ្ចឹងអនិមិត្តកធម៌ទី1គឺជីវិតប្រែថាមិនទៀងញោមត្រូវទទួលស្គាល់ហើយញោមតាមដានខ្លួនឯងឲ្យដឹងថាសុខភាពញោមវាប្រែប្រួលពេលណាណាញោមប្រែប្រួលពេលណាក្តៅត្រជាក់ឈឺជាអត់ដឹងពេលណាទេឃើញទេក៏អាហ្នឹងទី1ជីវិតគឺប្រែប្រួលអញ្ចឹងពីសុខភាពល្អទៅជាសុខភាពអត់ល្អពីភ្នែកច្បាស់ទៅជាភ្នែកស្វាងពីត្រចៀកប្រកែស្ដាប់ទៅជាថ្លង់ពីមនុស្សប្រកែចាំទៅជាប្រកែភ្លេចហើយបើរៀបរាប់ហ្នឹងអស់ហើយញោមឆ្លងកាត់ពីក្មេងរហូតដល់នេះញោមជីវិតញោមប្រែប្រួលមិនញោមដឹងខ្លួនឯងជាងអាត្មាទៅទៀតមានន័យថាយើងដឹងខ្លួនឯងជាងនរណាទាំងអស់គ្រាន់តែដឹងពេលខ្លះយើងគ្រាន់តែដឹងថាយើងប្រែប្រួលតែអត់បានគិតពិចារណាក្នុងធម៌ចេះតែគិតថាធម៌មានតែ
មានតែចំនួនព្រះទេមានតែសម័យព្រះទេតែអត់ដឹងថាខ្លួនឯងរស់នៅក្នុងធម៌តាន់សម័យឃើញទេពីចំនួនព្រះមករស់នៅក្នុងធម៌ហ្នឹងមានចាស់មានឈឺមានស្លាប់មកដល់ចំនួននេះនៅតែមានមនុស្សមានចាស់មានឈឺមានស្លាប់ដូចគ្នានេះអនុមត្តកធម៌ទី1ជីវិតគឺមិនទៀងទី2បងទី2ព្យាធិជំងឺដំកាត់ញោមរស់នៅអត់ដឹងថាខ្លួនឯងឈឺពេលណាទេមែនទេក៏អត់ដឹងថាឈឺពេលណាទេជាសុកស្រាប់តែឈឺអត់ដឹងឈឺយប់អត់ដឹងឈឺប្រឡប់អត់ដឹងឈឺថ្ងៃអត់ដឹងឈឺល្ងាចទេអញ្ចឹងបានមានពេលវេលាថ្មីមួយនេះអាត្មាឃើញបច្ចាតិកាមួយអង្គលោកផុសក្នុងបណ្ដាញសង្គមលោកថាម៉េចកូនលោកឈឺមានន័យថាសាមណេរឈឺលោកយកទៅពេទ្យទាំងយប់ស្រាប់តែពេទ្យគេស្រែកដាក់លោកថាមករកពេទ្យហ្នឹងមិនដឹងថ្ងៃមិនដឹងយប់ទេគេដេកណាបងអញ្ចឹងលោកថាបើអញ្ចឹងអាត្មាសុំទោសវាខុសមកពីជំងឺវាឈឺមិនដឹងយប់មែនទេញោមហើយចេះនិយាយចឹងកើតណាញោមរៀនដល់ពេទ្យធ្វើដល់ពេទ្យហើយនិយាយអញ្ចឹងហើយបើគ្នាដឹងថាពេទ្យនិយាយអញ្ចឹងចាំថ្ងៃចាំឈឺបាត់ហើយប៉ុន្តែអាណាកំណត់បានញោមណោះពីព្រោះតែយើងមិនអាចកំណត់ថាខ្លួនឯងនឹងឈឺពេលណាបានព្រះអង្គសម្ដែងថាព្យាធិនឹងក្នុងអនុមត្តកធម៌អត់ដឹងខ្លួនឯងឈឺពេលណាទេដូច្នេះព្រោះតែមិនដឹងនឹងហើយទើបត្រូវព្យាយាមធ្វើសេចក្តីល្អរក្សាផ្លូវចិត្តរក្សាផ្លូវកាយឲ្យមានសុខភាពរឹងប៉ឹងទី3កាលគឺពេលវេលាក្នុងការរស់នៅហ្នឹងអត់ដឹងថាកាលណាដែលយើងត្រូវស្លាប់មកដល់ទេអត់ដឹងទេញោមដឹងខ្លួនឯងថាអាយុប៉ុន្មានត្រូវស្លាប់ទេអត់ដឹងថាខ្លួនឯងស្លាប់នៅអាយុប៉ុន្មានទេកាលវេលាហ្នឹងឃើញទេដឹងថាខ្លួនឯងស្លាប់ព្រឹកស្លាប់ថ្ងៃស្លាប់ល្ងាចទេដឹងទេអត់ដឹងទេគ្មាននរណាម្នាក់ដឹងទេញោមក្រៅពីព្រះសម្មាសម្ពុទ្ធយើងទាំងអស់គ្នាទាំងអ្នកទេសនាហ្នឹងក៏អត់ដឹងដែរពីព្រោះស្ថិតនៅក្នុងអនុមត្តកៈអញ្ចឹងកាលគឺអត់មាននរណាដឹងមុនព្រោះតែអត់ដឹងមុនហ្នឹងហើយទៅពេលរស់នៅប្រឹងប្រែងធ្វើសេចក្តីល្អយើងអត់ដឹងថាយើងរស់នៅដល់ពេលណាទេបើយើងដឹងថាអញរស់នៅបាន50ឆ្នាំទៀតអាហ្នឹងអីទេសបាយភ្លើនធ្វើអកុសលកម្មអីតាមអំពើចិត្តទៅចាំដល់សល់10ឆ្នាំចុងក្រោយលក់ទ្រព្យទាំងអស់ធ្វើបុណ្យត្មងទៅធៀមងាប់អាហ្នឹងបើយើងដឹងណាញោមតែយើងអត់ដឹងផងហ្នឹងចឹងហើយបានយើងត្រូវសន្សំទ្រព្យសម្បត្តិដែលរកបានមកដោយបដូរជីវិតទៅហ្នឹងធ្វើបុណ្យមួយចំណែកអាហ្នឹងកាលយើងអត់ដឹងទេទី4កន្លែងស្លាប់សួរថាបើយាយសัตว์គាត់ដឹងថាគាត់ស្លាប់គាត់ចង់ឲ្យកូនយកទៅពេទ្យទេញោមអត់ទេយកទៅពេទ្យហ្នឹងមិនអស់តិចណាក៏ដឹកទៅហ្នឹងឲ្យពេទ្យគេពិនិត្យដាក់អុកស៊ីសែនផងអីផងហើយស្លាប់នៅពេទ្យដឹកមកវិញហ្នឹងក៏មិនអស់លុយតិចទេបើដឹងថាខ្លួនឯងស្លាប់ហើយទុកអាលុយដឹកទៅហ្នឹងទុកអាលុយយកឲ្យពេទ្យហ្នឹងទុកអាលុយគេដឹកមកហ្នឹងធ្វើបន់វាមិនចំណេញជាងឃើញទេក៏ព្រោះអីព្រោះថាខ្លួនឯងអត់ដឹងស្លាប់នៅទីណាទេកន្លែងដាក់ចុះនៃអាយុសង្ខារនេះមិនមែនឲ្យតែមានផ្ទះថ្មសសរឥដ្ឋល្អសុទ្ធតែអាចមានឱកាសស្លាប់នៅលើផ្ទះថ្មសសរឥដ្ឋហ្នឹងទេណាអ្នកខ្លះស្លាប់នៅតាមដងផ្លូវអ្នកខ្លះស្លាប់នៅលើក្រេពេទ្យឃើញទេអ្នកខ្លះស្លាប់នៅលើឡានពេទ្យនៅកន្លែងហ្នឹងយកពិចារណាមើលទៅអុកញ៉ាមហាសេដ្ឋីគួងតែនឹងស្លាប់នៅលើក្រេពេទ្យតូចមួយទេមានផ្ទះ2-3ម៉ឺនដុល្លារ20-30ម៉ឺនដុល្លារអ្នកមានស្រុកខ្មែរអាខ្លះគេមានផ្ទះដល់លានដុល្លារនោះប៉ុន្តែមិនប្រកាសថាស្លាប់នៅក្នុងទីជំរកដ៏មានតម្លៃនោះទេអ្នកខ្លះចេញឡានចេញម៉ូតូទៅស្លាប់លើដងផ្លូវឥឡូវហ្នឹងអាស្លាប់លើផ្លូវហ្នឹងច្រើនជាងស្លាប់នៅផ្ទះទៀតញោមឃើញទេច្រើនណាស់ញោមគ្រាន់តែប្រហែលថ្ងៃនេះមានប្រមាណករណីទៅហើយរឿងប៉ះពាល់គ្នាដល់ជីវិតហ្នឹងច្រើនមែនទេណាញោមហ
thà dương mình phải giặt tao khai cột na dương phải giặt hai cây mình phải giặt mà pa dương nó tàu đài chẳng nhôm bị cha na cái này năng thà nó mất tất cả thô tí bốn mình ai cầm nót thà khuôn anh trâu slap tì na cái này na pe na mong na thằng ngày rồi giúp vào lốp rứ là nghe nụ tê nó đăng cái này nắng tí pram cái này cả nhôm slap tới nhôm đăng ấy đăng thà khuôn ai tập cao tì na đấy nhôm vào ngày nè vào ngày năng miền đăng ấy nhôm ọt miền ở nam mà nè đăng thà khuôn ai slap hai tập cao tì na tê tích thà phẳng vơ bon thằng ngày sầm đại bát mục hai slap tàu năng anh chưa chết thà anh năng tập cao khăn tiêu và đá anh năng tập cao khăn thản prom anh năng mà cao chia mà nung quỳnh anh năng rơi vô tập côn nẹt miền nẹt là o nẹt sạch ốc nhà mà hai sẽ thấy cầm nót luôn anh bà nè nhôm ọt bà nè nè trong cái này năng anh nhôm là bây giờ mà sam cốt của ông sập đai bẩn chết cho bà nè hai mét chỉ thua chặt tê cứ chỉ thua toàn sầm máy cướp sầm máy cài mà nung luôn nơi nằng chẳng nhôm bị cha na cái này năng tới anh mất tất cả thua tiền pram thì muối cứ chỉ vứt ruột nơi mình tiếng chư cắt cái đau tại chuyện thì pi chủng ngư đầm cắt chư mình đăng thà chư về nà thì bay cứ pe về lia đặt luôn ai slap rồi có chư chia nó mình cầm nót thà thằng ai giúp và lúc rồi có là nghe bàn lại bỏ thì buôn pe đặt luôn anh slap con đăng thà slap đầu tiên na cả lạnh nà tí pram slap hai có mình đăng thật luôn ai tập cao nấu tí nà chẳng miền tây bạp hơi đằng bốn chuyển nét chặt chành tới presma samput bỏng trung tra sầm đài khá sập pê sạt ta mẹ ra sàn tết mẹ là nàn tăng hình chi và tăng chỉ đàm chẳng tới miền sịch đây phải thá sạt lột tầng lái miền sịch đây slap nấu khang trong bọc hot cục pran sạt lốp biên dịch đầy slap nấu khang trong bọc hot cục nè mà giang vinh tiết sạt lốp rồi mình can dốc phol bốn phol bát để luôn ánh bán sang sẵn sầm thấy chưa nhung nè đại bàn vừa bát lẹ tàu soi túc không nở ruộng chấm này nè vừa bốn bàn tàu căn xong cả tệ phốp cứ thán xùa ta smart cả là giặc cả là già nắng chỉ đàm chân tới trong cõi của ông sập đài khá còn nhà này bà là lô cả măng bạc tật tha hòn tại bà này để năng chẳng bón chỉ tì bấn cùng nè sạ say rồi bỏ sắt tầng lái không bà là lô dây sắt tình tiết côn trao hai tấu tận đó té cả lại bô chia tê nhiệt mật chân ngay cắt mau bị phun xên mà hai dây sắt chu nằm nào dây sắt trăm tại tí bạch hà tê đầm nào về sát tấu đang tập cao tì nà tê say lơ bốn lơ báp lơ cổ xóa lơ cổ xóa phê để con bán sáng ca để con nấu ruột còn nấu ảnh đôi chân này nhôm đang gặp bông ruột nơi ní đạp thố bàn chia cả tệ nhôm sẵn xóm bốn nhôm thua bốn đầm bay ở tư chun đó nhôm ba sẽ cả sạt cho bà nhôm ọt bốn nhôm bàn ấy đầm bay ở tư chun quạt đôi chân này thở thua bốn khuôn ai nhà bàn sân thưa bốn ở tư ao nắng ọt khâu ẩm pi nhà lối tại ao bọc cột xe như nè này miền bong ôn luôn nâu cả lại sọc xén nhôm tụt thưa ca sọc xén tôi lục chua bồn na chỉ côn pro bọc quạt chẳng thưa ca nâu cổ rế bàn bạc khai mà hái quạt đằng nhà mà sọc mai ao bọc côn hai bọc côn đang chặt trái mà đó cua xa khang mà đài cứ chun nè mà đài mơ chủng ngư tinh ai hộp chẳng tới năng tôi tại lốp chua bồn na rồi con cháu bỏ nhật nhôm miền lối bằng cây ai nhá mở bàn bỏ ọt lối bàn ấy nhá cứ ọt miền ấy nhá thì giang na mình nè ruột nơ phơi bon ở tư của xoa chun đó lục dây ở ba ca sát rư nè để slap tư ba khuôn ai ọt bón bàn ấy ở tư chun chẳng hai bàn khuôn ai thở phơi bon chia chỉ môn năng bên pè lắm ạ và đệ sàn tha là cách nhiều chất ngay bàn mà choរួមđam masaka chỉ mua cha bàn và kênh chẳng hạn và song bàn đạp lục sốt môn đạp lục tê sa bon của xoa từng ở nắng nhôm bàn thưa đòi cài vì cha chất đòi là ó của môn ca chiếc của xoa ở tư chun đòi lục dây sạt ít tiền vô tiền năng nhiệt tài năng hòn tốt sau cái ta hòn tốt nhiệt tài giàu report bon để nhôm bàn thưa hai ní số mà bàn sập rạch đòi nhiệt là bọc nhôm
សូមអញ្ញិតរបស់ខ្ញុំបានដល់នៅសេចក្តីសុខចោណែចឹងដល់យើងមានបុណ្យទៅឧទ្ទិសបុណ្យទៅបានចឹងកូនចៅប្រុសស្រីក្រៅពីភាពអាឡោះអាល័យស្ដាយសំណោះកុំបង្ងើយកតើយជាមួយនឹងបុណ្យកុសលដែលយើងធ្វើបុណ្យកុសលយើងមានបុណ្យមានកុសលមានទានមានសិលនៅក្នុងចិត្តហើយយើងឧទ្ទិសកុសលជូនអ្នកម្ដាយគឺនឹងបានសម្រេចដល់អ្នកម្ដាយហើយអនុមោទនា